ជាដំបូងខ្ញុំព្រះករណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានោះព្រះគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះព្រីមិត្តដែលជួយចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោកសឺន ថាញ់ជាវគ្គបន្តការចូលរួមជាមួយចលនាខ្មែរអ៊ីស្រាអែលនៅថ្ងៃទី9មិនិនាឆ្នាំ1952ជាទិវាខួបទី7នៃពលប្រហារទ័ពជប៉ុននៅឥណ្ឌូចិនលោកសឺន ថាញ់បានចាក់ចេញពីរាជធានីភ្នំពេញដោយបានយកវិទ្យុតាក់ទងមួយគ្រឿងជាមួយបពុមួយចំនួនតូចក្នុងនោះមានបញ្ញវន្តឆ្វេងនិយមម្នាក់គឺលោកអ៊ីស៊ីជូរយៈពេល1ខែគាត់បានតាំងបញ្ជាការដ្ឋាននៅតាមព្រំដែនស៊ីមធ្វើការតាក់ទងតំបន់ខាងជើងខេត្តសៀមរាបដែលមានចលនាខ្មែរអ៊ីស្រាអែលបានកើតរួចមកហើយដូចជាក្រុមលោកកៅតក់ពេលនោះលោកថាញ់បានបង្កើតចលនាបដិវត្តដោយខំប្រមូលផ្ដុំគ្នាគាត់នៅក្នុងស្រុកខ្មែរនិងខ្មែរខ្លះទៀតនៅក្នុងស្រុកបារាំងពេលដែលគាត់ស្នាក់នៅក្នុងប្រទេសបារាំងចលនាបដិវត្តលោកសឺន ថាញ់សម្ដេចសីហនុបានសុំឲ្យបារាំងអនុញ្ញាតឲ្យលោកសឺន ថាញ់បានវិលត្រឡប់មកមាតុភូមិវិញដោយបានសន្យាថាមិនចូលលោកឡំក្នុងរឿងនយោបាយទៀតឡើយលោកបានវិលមកស្រុកខ្មែរវិញនៅថ្ងៃទី29តុលាឆ្នាំ1951ទោះជាគេបានហាម5មិនឲ្យទៅទទួលក៏ដោយក៏សិស្សានុសិស្សប្រជានុរាស្ត្ររាប់ពាន់នាក់បានទៅទទួលលោកយ៉ាងកុះករណាស់ថ្ងៃដែលលោកបានវិលត្រឡប់មកមាតុភូមិវិញនោះចម្លើយថ្ងៃដែលលោកបារាំងដែលមានឈ្មោះថាសង់ឌីអារ៉ៃម៉ុងត្រូវយួនអ្នកបំរើដែលលោកស្រឡាញ់ណាស់នោះសម្លាប់ដោយវាយក្បាលពេលលោកកំពុងសម្រាកលក់ក្រោយពីជួបប្រជុំគ្នាជាមួយលោកប៉ាឈឿនលោកសំវានៅក្នុងក្រមប្រជាធិបតេយ្យមកបានស្រោះមតិគ្នាត្រូវតែចេញទៅព្រៃប្រមូលបង្រួបបង្រួមពួកខ្មែរអ៊ីស្រាអែលវាយបារាំងដើម្បីឯករាជ្យការលោករស់នៅក្នុងស្រុកបារាំងជាជននិរទេសនោះលោកបានតាក់ទងប្រឹក្សាជាមួយបញ្ញវន្តក្មេងៗដែលទៅសិក្សានៅស្រុកបារាំងមានលោកហងថនហាក់លោកស៊ីវយ៉ាងជាដើមហើយស្គាល់នឹងចិត្តគ្នាជាមុនលោកបានចាត់ឲ្យលោកស៊ីវយ៉ាងទៅរកមួយកន្លែងដែលអាចធ្វើជាមូលដ្ឋានបដិវត្តលោកអ៊ីវយ៉ាងបានទៅមើលទីកន្លែងមួយតំបន់កំពង់ស្ពឺភ្នំអរ៉ាល់ជាកន្លែងពិបាកដំឡើងវិទ្យុផ្សាយសំឡេងផងជាតំបន់ដែលប្រជាជនមិនសូវជ្រួលជ្រាបនឹងចលនារំដោះជាតិពីអាណានិគមផងនិងជាតំបន់ដែលពិបាកក្នុងការតាក់ទងជាមួយបរទេសដើម្បីរកជំនួយផងនៅតំបន់ខេត្តសៀមរាបត្រង់អូស្មាច់ភ្នំដងរែកជាកន្លែងល្អអាចតាំងជាមូលដ្ឋានបដិវត្តបានព្រោះប្រជាជនក៏ភ្ញាក់រលឹកច្រើនដោយមានចលនាខ្មែរអ៊ីស្រាអែលតាំងពីឆ្នាំ1945ដល់ឆ្នាំ1946ផងជាទីអាចដំឡើងប៉ុស្តិ៍វិទ្យុផ្សាយសំឡេងបានស្រួលផងហើយជាផ្លូវមួយអាចតាក់ទងជាមួយនឹងពិភពលោកបរទេសតាមរយៈស្រុកសៀមផងហេតុនេះទើបលោកសឺន ថាញ់សម្រេចយកអូស្មាច់ជាមូលដ្ឋានបដិវត្តតស៊ូជាមួយបារាំងដើម្បីឯករាជ្យលោកអ៊ីវយ៉ាងបាននិយាយត្រូវរូវគ្នាជាមួយមេខ្មែរអ៊ីស្រាអែលលោកកៅតក់និងលោកសមុទ្រប៊ុនឋានរួចជាស្រេចនៅថ្ងៃទី9មិនិនាឆ្នាំ1952វេលាម៉ោង1ភ្លឺលោកសឺន ថាញ់បានចាក់ចេញពីក្រុងភ្នំពេញដោយមានសហការីរួមដំណើរគឺលោកអ៊ីស៊ីជូលោកហងថនហាក់លោកកាំងរ៉េតនិងលោកសាងសាវ៉ាតតាមរថយន្តស៊ីប្រូអែន2គ្រឿងរបស់លោកសឺន ថាញ់និងលោកអ៊ីស៊ីជូផ្ទាល់នៅថ្ងៃទី10អ្នកទាំងអស់គ្នាបានមកដល់គោកត្រំជាចន្លោះប្រវាញនិងជ្រូកព្រៃពេលនោះលោកកៅតក់និងលោកសមុទ្រប៊ុនឋានបានជិះសេះមកចាំទទួលហើយនាំចុះតាមផ្លូវរទេះរួចទៅក្នុងព្រៃថ្ងៃនោះឡានមួយត្រូវខូចដោយដាច់ចង្កូតក៏នាំគ្នារុញលាក់ទុកក្នុងព្រៃកុំឲ្យបារាំងដឹងដានមួយថ្ងៃក្រោយមកទៀតបានមកសំណាក់នៅក្នុងវត្តជ្រួយនាងងួនប្រហែលជា3ម៉ោងក៏លឺសូរកំភ្លើងបាញ់ចម្រុះនៅឯក្រវាញទាំងអស់គ្នាបន្តដំណើរទៅមុខទៀត2ថ្ងៃក្រោយមកលោកអ៊ីវយ៉ាងបានយករថយន្តឡង់រវែមួយគ្រឿងដឹកវិទ្យុផ្សាយសំឡេងមួយគ្រឿងពីក្រសួងឃោសនាការកាលនោះលោកប៉ាឈឿនជារដ្ឋមន្ត្រីក្រសួងឃោសនាការមកឈប់នៅភូមិត្រង់បាតក្រវាញអ្នកទាំងអស់គ្នាក៏បានជួបជុំគ្នានៅខាងកើតស្រុកចុងកាល់ត្រង់ស្ទឹងដាច់តាមដងស្ទឹងស្រែងរួចយកវិទ្យុសំឡេងទៅដំឡើងនៅត្រង់កូនភ្នំរូងដែកបុរាណជាបណ្ដោះអាសន្នសិន
លោកសឺនុកថាញ់បានដាក់ឈ្មោះចលនាតស៊ូរបស់លោកថាចលនាអិសរាជរួមខ្មែរបម្រើជាតិដែលមានបាវចនាឯករាជ្យប្រជាធិបតេយ្យសង្គមខ្មែរថ្មីវិន័យថ្លៃថ្នូរក្លាហានការចាត់តាំងមានដូចតទៅ1លោកសឺនុកថាញ់ជាប្រមុខចលនា2លោកអ៊ីស៊ីជូជាប្រមុខរងជាអ្នកចងក្រងទ្រឹស្ដីក្បួនបដិវត្តនិងទទួលខុសត្រូវក្នុងផែនការនយោបាយបង្រួបបង្រួម3ព្រះគ្រូអាចារ្យខៀវជុំជាអគ្គលេខាធិការហើយមានលោកយុនហៀងជាผู้ជួយ4លោកហងធុនហៈទទួលខុសត្រូវខាងផ្នែកអប់រំវប្បធម៌និងសិល្បៈ5លោកសៀវយ៉ាងទទួលបន្ទុកខាងផ្នែកសន្តិសុខទូទៅនិងមេបញ្ជាការយោធាភូមិភាគមជ្ឈមទិសគឺភូមិភាគបាត់ដំបងនិងពោធិ៍សាត់ទី6លោកពេញគិតទទួលខុសត្រូវខាងផ្នែកបច្ចេកទេសដំឡើងប៉ុស្តិ៍វិទ្យុនិងការផ្សព្វផ្សាយ7លោកដួងច័ន្ទរតជានាយកអគ្គលេខាធិការឯผู้ជួយរបស់លោកគឺលោកលាវធានស៊ីទី8លោកកៅតក់ជាមេទ័ពនិងមេបញ្ជាការសឹកយោធាភូមិភាគមជ្ឈមទិសទី9លោកសាងសវ៉ាតជាមេបញ្ជាការគ្រប់គ្រងនិងមេបញ្ជាការភូមិភាគឧត្តរទិសគឺខេត្តសៀមរាបដែលមានលោកលក្ខសំអឿនជាผู้ជួយទី10លោកកាំងរ៉េតជាមេបញ្ជាការគ្រប់គ្រងនិងមេបញ្ជាការយោធាភូមិភាគឦសានទិសកំពង់ធំកំពង់ឆ្នាំងកំពង់ចាមដែលមានអ្នកទទួលខុសត្រូវក្នុងខេត្តនីមួយៗគឺលោកម៉ែនលោកអ៊ុងសៀមនិងលោកម៉ៅថេម